សួស្តីស្វាគមន៍មកកាន់ Channel Mankind Mind ហើយយើងបកស្រាយអំពីសៀវភៅដែលយើងបានអាននិងអត្ថបទផ្សេងៗទាក់ទងទៅនឹងចិត្តសាស្ត្រហើយក៏មានប្រធានបទផ្សេងៗនៅថ្ងៃមុខបន្តដែរដើម្បីក្នុងការចូលរួមអភិវឌ្ឍចំណេះដឹងផ្នែកចិត្តគំនិតឲ្យបានច្បាស់នៅក្នុងការរស់នៅក្នុងសង្គមកុំឲ្យខាតពេលយើងចូលទៅដល់អត្ថបទនៅថ្ងៃនេះដែលមានចំណងជើងថាមនុស្សកំពុងលាក់បាំងអ្វីមួយនៅពីក្រោយកាយវិការទាំង35នេះអញ្ចឹងឲ្យយើងចេះសង្កេតមើលមុនពេលគេបោកយើងបានយើងចូលទៅដល់អត្ថបទតែម្ដងទៅដោយឥឡូវនេះមាននរណាម្នាក់នៅក្នុងជីវិតរបស់យើងមិនមែនជាមនុស្សដោយដែលអ្វីដែលគេនិយាយនោះទេគេនិយាយអ្វីផ្សេងធ្វើផ្សេងហើយអ្នកនៅមិនទាន់ចាប់ថ្នាក់គេបាននៅឡើយមនុស្សភាគច្រើនមើលរំលងរឿងនេះគេឃើញតែសកម្មភាពនៅខាងក្រៅហើយមិនដែលសួរថាតើសកម្មភាពនោះកំពុងលាក់បាំងអ្វីឡើយហើយថ្ងៃនេះអ្នកនឹងបានរៀនពីរបៀបមើលរឿងធ្លុះទាំងនេះអ្នកនឹងទទួលបានផលយ៉ាងពីរយ៉ាងហើយទី1យើងនឹងឈប់ចាញ់បោកមនុស្សដែលគ្មានភាពស្មោះត្រង់ជាមួយនឹងយើងទី2យើងរៀនជ្រើសមនុស្សដែលល្អចូលមកក្នុងជីវិតជាមនុស្សដែលត្រូវធ្វើអ្វីទៅតាមសម្ដីដែលគេបាននិយាយអញ្ចឹងកាត់បន្ថយមនុស្សដែលកុហកនៅក្នុងជីវិតរបស់យើងដោយយកចំណុចទាំង35នេះទៅអនុវត្តជាក់ស្ដែងហើយមិនមែនមានន័យថាវាជារឿងដែលយើងត្រូវប្រកាន់ពិតប្រាកដ 100% វាគឺជាគេថាប្របាបឬក៏ជាតម្រុយណាសម្រាប់យើងយកទៅពិចារណាអញ្ចឹងយើងចូលទៅដល់ចំណុចទី1អ្នកចូលចិត្តរៀបរាប់ច្រើនហួសមាននរណាម្នាក់រៀបរាប់លម្អិតខ្លាំងហួសពីអ្វីដែលអ្នកបានសួរអ្នកសួរថាតើអ្នកនៅឯណាគេបែរជាប្រាប់រឿងរ៉ាវ7-5នាទីមានទាំងម៉ោងឈ្មោះនិងកំណត់ផ្សេងដែលគ្មានសំណួរណាដែលសួរតាក់ទងទៅរឿងនឹងសោះមនុស្សនិយាយពិតគេនិយាយខ្លីព្រោះការពិតមិនចាំបាច់ត្រូវការច្នៃបន្ថែមទេមនុស្សកុហកតែងតែបន្ថែមព័ត៌មានលម្អិតច្រើនព្រោះគេគិតថានិយាយកាន់តែច្រើនមើលទៅកាន់តែគួរឲ្យជឿមនុស្សម្នាក់នេះគ្មានទំនុកចិត្តលើរឿងខ្លួនឯងឡើយទើបគេខំប្រឹងរៀបចំខ្សែរឿងដើម្បីឆ្លើយតបមកអ្នកមើលរំលងរឿងនេះអ្នកនឹងនៅតែជឿលើការបកស្រាយដែលបង្កើតឡើងដើម្បីបញ្ចុះបញ្ចូលអ្នកមិនមែនដើម្បីប្រាប់ការពិតនោះទេដែលគេនិយាយយ៉ាងច្រើនអស់ហ្នឹងមិនចង់ប្រាប់យើងអំពីការពិតនោះទេគឺជាការនិយាយហៅហែដើម្បីលាក់បាំងអ្វីមួយអំពីយើងអញ្ចឹងទៅប៉ុន្តែក៏យើងមិនមែនមានន័យថាយើងវិនិច្ឆ័យមនុស្សអញ្ចឹងដែរជួនកាលមនុស្សខ្លះគាត់និយាយច្រើនប៉ុន្តែជាតម្រុយគឺមនុស្សដែលចូលចិត្តនិយាយប្រាប់រៀបរាប់ច្រើនអំពីខ្លួនឯងដែលយើងសួរសំណួរខ្លីទៅណាគឺពួកគាត់តែងតែមានអ្វីមួយដែលលាក់បាំងអ្វីនៅពីក្រោយអញ្ចឹងចាប់ពីពេលនេះទៅបើមាននរណាម្នាក់រៀបរាប់ច្រើនលើសលប់ចំពោះសំណួរធម្មតាយើងចូលឈប់បន្តិចសិនទៅហើយសួរខ្លួនឯងថាហេតុអ្វីបានជារឿងនឹងត្រូវការនិយាយច្រើនម្លេះអញ្ចឹងតើបុគ្គលម្នាក់ហ្នឹងគាត់មានបំណងអ្វីនេះគឺជាតម្រុយដែលយើងត្រូវសួរខ្លួនយើងនៅពេលជួបមនុស្សប្រភេទនេះចំណុចទី2សរសើរមុននិងសុំជំនួយតាមក្រោយមនុស្សម្នាក់លើកសរសើរអ្នកយ៉ាងខ្លាំងភ្លាមមុនពេលគេសុំអ្វីមួយពីអ្នកចិត្តល្អណាស់អ្នកតែងតែជួយអ្នកដទៃជានិច្ចជារឿងអស្ចារ្យណាស់ហើយបន្ទាប់មកតើអាចជួយធ្វើការជំនួសខ្ញុំបានទេនេះមិនមែនជារឿងចៃដន្យឡើយវាជាការរៀបចំដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អអញ្ចឹងគេតែងតែសួរនៅអ្វីដែលយើងសរសើរយើងទុកជាមុនហើយក៏ចាប់ផ្ដើមពឹងយើងឲ្យធ្វើនេះធ្វើនោះអញ្ចឹងសិតតែមានការរៀបចំសំណួរដែលគេធ្វើការសួរមកយើងសុំយើងហ្នឹងអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ល្អហើយព្រមលឿនទៅតាមសំណើរបស់គេនេះបញ្ជាក់ថាមនុស្សម្នាក់នេះឲ្យតម្លៃទៅលើផលប្រយោជន៍ដែលគេចង់បានច្រើនជាងការស្មោះត្រង់ជាមួយនឹងយើងបើអ្នកចាញ់ល្បិចនេះរហូតគេនឹងបន្តប្រើពាក្យបញ្ជូលជាឧបករណ៍ដើម្បីគ្រប់គ្រងការសម្រេចចិត្តរបស់អ្នកចូលកំណត់សម្គាល់ពាក្យសរសើរដែលមក
មុននឹងសំណើសុំអ្វីមួយហើយបន្ថយល្បឿនមុនពេលអ្នកឆ្លើយតបយើងត្រូវគិតមុនបន្តិចនៅពេលដែលជួបមនុស្សដែលសរសើរមុនហើយសុំជំនួយឬសុំសំណើមួយហ្នឹងគឺយើងត្រូវគិតបន្តិចមុននឹងយើងឆ្លើយតបថាព្រមឬអត់ចំណុចទី3ពាក្យថាខ្ញុំគ្រាន់តែនិយាយត្រង់តើមាននរណាម្នាក់និយាយពាក្យសម្ដីធ្ងន់បន្ថែមមកថាខ្ញុំគ្រាន់តែនិយាយត្រង់ដើម្បីដោះសារចំពោះទង្វើប៉ះពាល់អារម្មណ៍នោះមនុស្សស្មោះត្រង់មិនចាំបាច់ប្រកាសពីភាពស្មោះត្រង់របស់ខ្លួនឡើយគេគ្រាន់តែនិយាយការពិតដោយមិនចាំបាច់មានលេសការពារខ្លួនឡើយការបន្ថែមឃ្លានេះជាខែលការពារខ្លួនដើម្បីឲ្យគេអាចនិយាយសម្ដីអាក្រក់បានហើយជំនះកំហុសទៅលើការពិតជំនួសឲ្យការទទួលខុសត្រូវលើសម្ដីរបស់ខ្លួនមនុស្សម្នាក់នេះខ្វល់ពីការវាយប្រហារអ្នកច្រើនជាងផលប៉ះពាល់អាក្រក់មកលើរូបអ្នកបើអ្នកបណ្ដោយឲ្យរឿងនេះកើតឡើងអ្នកនឹងបន្តរងការប្រមាថដែលមើលទៅដូចជាការរិះគន់ដើម្បីស្ថាបនាចុះនិយាយចំទៅលើរឿងនេះហើយសួរគេថាហេតុអ្វីបានជាគេចាំបាច់ទៅនិយាយបែបហ្នឹងការយកពាក្យនិយាយត្រង់មកសង្កត់ធ្ងន់ដើម្បីជាខែលការពារនៅខ្លួនឯងហើយដាក់គំនាបទៅលើយើងនេះគឺជាមនុស្សដែលយើងគួរតែពិចារណានឹងពិនិត្យមើលផងដែរនិយាយឲ្យនិយាយកាត់មកកុំចូលចិត្តប្រើពាក្យនិយាយត្រង់នឹងពេកចំណុចទី4ការសុំទោសដែលមានពាក្យតែខ្ញុំសុំទោសតែមកពីអ្នកធ្វើឲ្យខ្ញុំធ្វើបែបហ្នឹងឃ្លានេះមិនមែនជាការសុំទោសទេវាជាលេសដែលជ្រកក្រោមស្លាកនៃការសុំទោសពាក្យថាតែលុបចោលនៅអ្វីទាំងអស់ដែលបាននិយាយមុននោះដូច្នេះមនុស្សម្នាក់នោះមិនដែលទទួលខុសត្រូវពិតប្រាកដឡើយនេះប្រាប់អ្នកថាមនុស្សអ្នកនេះមិនអាចទទួលស្គាល់កំហុសដោយមិនទម្លាក់កំហុសមកលើអ្នកបានឡើយបើអ្នកព្រមទទួលការសុំទោសคล้ายទាំងនេះអ្នកនឹងបន្តរងការឈឺចាប់ពីមនុស្សដែលមិនដែលកែប្រែខ្លួនឡើយដំណោះស្រាយចូលបដិសេធការសុំទោសណាដែលមានពាក្យតែជាប់ជាមួយហើយទាមទារការសុំទោសដែលគ្មានលេសចំណុចទី5ការចិត្តល្អភ្លាមខុសធម្មតាមនុស្សម្នាក់ណាមួយដែលមិនដែលធ្វើអ្វីឲ្យអ្នកសុកប្រែជាទិញកាដូឬធ្វើរឿងល្អយ៉ាងធំឲ្យអ្នកភ្លាមមុនពេលគេត្រូវការអ្វីមួយពីអ្នកការចិត្តល្អខុសពីធម្មតាជាពិសេសពីមនុស្សដែលធ្លាប់តែរក្សាគម្លាតពីគ្នាភាគច្រើនជាការវិនិយោគទុកមុនសម្រាប់សំណើនៅពេលខាងមុខនេះបង្ហាញថាមនុស្សម្នាក់នេះកំពុងគិតគូរទុកជាមុនដោយរៀបចំការដោះដូរមុនពេលដែលអ្នកដឹងខ្លួនថានឹងមានរឿងអ្វីកើតឡើងគេក៏រៀបចំរួចបាត់ទៅហើយបើអ្នកមើលរំលងចំណុចនេះអ្នកនឹងមានអារម្មណ៍ថាចម្ពាក់គុណគេហើយត្រូវតែយល់ព្រមចំពោះរឿងធំដុំដោយសារតែការប្រព្រឹត្តល្អបន្តិចបន្តួចនោះចូលទទួលយកទឹកចិត្តនោះចោះវាមិនខុសទេដែលគេធ្វើល្អមកលើយើងក៏ប៉ុន្តែតើជឿថាវាមកដោយគ្មានបំណងអ្វីសោះនោះទេអញ្ចឹងបើសិនជាគេធ្វើអ្វីមួយយើងកុំទាន់បដិសេធគេឲ្យយើងក៏ទទួលទៅក៏ប៉ុន្តែកុំជឿថាវាមកទៅទេណាហ្នឹងហើយចំណុចទី6ការគេចវេះខ្សែភ្នែកតែក្នុងពេលខ្លះមនុស្សម្នាក់ណាមួយមើលបាញ់ប្រហារខ្សែភ្នែកបានយ៉ាងល្អក្នុងការសន្ទនាទូទៅប៉ុន្តែនៅខណៈពេលដែលប្រធានបទជាលក្ខណៈមួយត្រូវលើកឡើងភ្នែករបស់គេបែរជាគេចឬសម្លឹងទៅទិសផ្សេងការគេចភ្នែកក្នុងពេលជាលក្ខមានន័យច្រើនជាងមនុស្សដែលមិនដែលមើលមុខគ្នាតរសោះព្រោះវាបង្ហាញថាអារម្មណ៍មិនស្រួលនោះទេគឺជាប់តាក់ទងនឹងប្រធានបទមួយនោះឯងនេះមានន័យថាមនុស្សមានអ្វីមួយអំពីប្រធានបទនោះដែលគេមិនចង់ឲ្យអ្នកដឹងលម្អិតពេកឡើយបើអ្នកមើលរំលងការប្រែប្រួលនេះអ្នកនឹងរំលងខណៈពេលដ៏សំខាន់ដែលការជជែកគ្នានេះបានប៉ះពាល់ដល់ចំណុចយុទ្ធសាស្ត្រចូលសង្កេតមើលប្រធានបទដែលគេធ្វើឲ្យគេ
កិច្ចផ្នែកចេញហើយត្រឡប់មកនិយាយរឿងនោះឡើងវិញនៅពេលក្រោយចំណុចទី7ការកិច្ចវេះដោយប្រើសំណួរអ្នកសួរនរណាម្នាក់នៅសំណួរចំហើយជំនួសឲ្យការឆ្លើយគេបែរជាសួរអ្នកវិញតើអ្នកបានយកប្រាក់នោះទេចម្លើយគេបែរជាសួរយើងវិញថាហេតុអីបានជាសួរខ្ញុំបែបហ្នឹងនេះជាការរុញសម្ពាធមកលើអ្នកវិញជំនួសឲ្យការឆ្លើយនៅអ្វីដែលបានសួរនេះអ្នកគេប្រាប់អ្នកថាមនុស្សម្នាក់នេះត្រូវការពេលវេលាឬចង់គេចចេញពីការនិយាយពាក្យសច្ចាចង់និយាយថាមនុស្សប្រភេទនេះគឺគេចង់គេចវេះអំពីពាក្យដែលគេសច្ចាសន្យាអ្វីមួយជាមួយនឹងយើងចឹងទៅបើអ្នកបណ្ដោយឲ្យល្បិចនេះដំណើរការលើអ្នកនឹងចាក់ចេញពីការសន្ទនាដោយគ្មានចម្លើយពិតប្រាកដតតែសោះចូលសួរសំណួរដើមឡើងវិញដោយស្ងាត់រហូតដល់អ្នកទទួលបានចម្លើយពិតប្រាកដទី8សកម្មភាពក្នុងគ្រប់ឆាតមាននរណាម្នាក់ដែលរាប់អានអ្នកនិងសរសើរអ្នកយ៉ាងល្អនៅក្នុងការជួបជុំជាក្រុមក៏ប៉ុន្តែបែរជាត្រជាក់ស្រេបឬក៏រក្សាកម្លាតគ្នាយ៉ាងដាច់ណាត់នៅពេលជួបគ្នាតែ2នាក់ជាមួយនឹងអ្នកការបង្ហាញភាពល្អនៅចំពោះមុខមនុស្សសាធារណជនមិនអស់ប្រកាសអ្វីឡើយនៅពេលដែលមានមនុស្សមើលច្រើនហើយវាក៏សាងកេរ្តិ៍ឈ្មោះដោយមិនចាំបាច់មានការស្និទ្ធស្នាលពិតប្រាកដឡើយនេះបង្ហាញថាមនុស្សម្នាក់នេះខ្វល់ខ្វាយអំពីរបៀបដែលគេមើលទៅក្នុងខ្សែភ្នែកអ្នកដទៃច្រើនជាងការបង្កើតទំនាក់ទំនងពិតប្រាកដជាមួយអ្នកបើអ្នកមើលរំលងចំណុចនេះអ្នកនឹងជឿថាអ្នកមានទំនាក់ទំនងស្និទ្ធស្នាលជាងការពិតក៏ប៉ុន្តែជាភាពជាក់ស្ដែងគឺគ្រាន់តែជាការរាប់អានគ្នានៅមុខមនុស្សម្នាតែប៉ុណ្ណោះហើយនៅមុខយើង2នាក់គេមិនមែនជាការរាប់អានពិតប្រាកដនោះទេដំណោះស្រាយចូលវាស់វែងនៅទំនាក់ទំនងតាមរយៈរបៀបដែលគេប្រព្រឹត្តចំពោះអ្នកទង្វើដែលគេធ្វើមកលើយើងនៅពេលដែលគ្មាននរណាម្នាក់នៅជុំវិញចឹងប្រៀបធៀបគ្នារវាងមនុស្សដែលធ្វើទង្វើហ្នឹងនៅចំពោះមនុស្សគ្នាជាច្រើនហើយនឹងនៅរវាងយើងតែ2នាក់តើគេធ្វើសកម្មភាពហ្នឹងដូចគ្នាដែរឬទេចំណុចទី9ការធ្វើឲ្យមានអារម្មណ៍ខុសក្រោមរូបភាពនៃការបារម្ភមានមនុស្សណាម្នាក់និយាយថាខ្ញុំគ្រាន់តែបារម្ភពីអ្នកតាគ្រប់ពេលដែលអ្នកធ្វើការសម្រេចចិត្តដែលគេមិនចូលចិត្តការបារម្ភពិតប្រាកដតែងតែមកជាមួយនឹងការគ្រប់គ្រងចំពោះការសម្រេចចិត្តរបស់អ្នករីឯការទម្លាក់កំហុសមកជាមួយនឹងសម្ពាធដើម្បីឲ្យអ្នកផ្លាស់ប្ដូរចិត្តនេះបង្ហាញថាមនុស្សម្នាក់នេះកំពុងព្យាយាមគ្រប់គ្រងជំរឿសរបស់អ្នកខណៈពេលដែលធ្វើឲ្យវាមើលទៅដូចជាក្តីស្រឡាញ់បើអ្នកនៅតែចាញ់ល្បិចនេះអ្នកនឹងចាប់ផ្ដើមធ្វើការសម្រេចចិត្តផ្អែកលើផាសុកភាពរបស់គេជំនួសឲ្យជីវិតផ្ទាល់ខ្លួនរបស់អ្នកចូលសួរខ្លួនឯងថាតើការបារម្ភរបស់គេធ្លាប់បានគ្រប់គ្រងការសម្រេចចិត្តរបស់អ្នកដែលគេមិនយល់ស្របដែរឬទេចំណុចទី10ការកាត់ទោសឲ្យខ្លួនឯងយ៉ាងលឿនមាននរណាម្នាក់ដែលធ្វើឲ្យអ្នកឈឺចាប់បន្ទាប់មកគេបំភ្លេចវាក្នុងរយៈពេល5នាទីខណៈពេលដែលរំពឹងថាអ្នកនឹងភ្លេចវាដូចគ្នាមនុស្សដែលស្ដាយក្រោយពិតប្រាកដគេប្រឈមមុខនឹងអារម្មណ៍មិនល្អចំពោះអ្វីដែលគេបានធ្វើគេមិនប្រញាប់រំលងវាចោលឡើយនេះប្រាប់អ្នកថាមនុស្សម្នាក់នេះផ្ដោតលើក្តីសុខផ្ទាល់ខ្លួនច្រើនជាងការជួសជុលអ្វីដែលគេបានធ្វើឲ្យខូចខាតបើអ្នកមិនដោយឲ្យទម្លាប់នេះកើតឡើងអ្នកកំពុងបង្វឹកខ្លួនឯងឲ្យបង្រួមការជិះចាប់របស់អ្នកដើម្បីឲ្យត្រូវនឹងពេលវេលារបស់គេចូលផ្ដល់ពេលវេលាដែលអ្នកត្រូវការដើម្បីរំលាយវាដោយមិនខ្វល់ថាគេចង់រំលងវាឲ្យលឿនប៉ុណ្ណានោះទេចំណុចទី11ការយកទំនុកចិត្តពីការនិយាយស្ដីមាននរណាម្នាក់និយាយអួតអាងធំដុំណាស់អំពីផែនការរបស់គេជោគជ័យរបស់គេជំហានធំដុំបន្ទាប់ប៉ុន្តែគ្មានអ្វីកើតឡើងពិតប្រាកដសោះការនិយាយឥតឈប់ឈរដោយគ្មានការអនុវត្តគឺជាវិធីដើម្បីទទួលបានរង្វាន់ពីមនុស្សជុំវិញខ្លួនដោយគ្មានសមិទ្ធផលអ្វីពិតប្រាកដដោយមិនចាំបាច់ប្រឹងធ្វើការ
នេះបង្ហាញថាមនុស្សម្នាក់នេះខ្វល់ខ្វាយពីរបៀបដែលគេត្រូវគេមើលឃើញច្រើនជាងការកសាងអ្វីមួយពិតប្រាកដបើអ្នកជឿរាល់ការប្រកាសទាំងអស់អ្នកនឹងបន្តវិនិយោគក្តីសង្ឃឹមរបស់អ្នកលើសន្យាដែលគ្មានទិសដៅចូលសង្កេតមើលអ្វីដែលគេធ្វើបានសម្រេចមិនមែនអ្វីដែលគេប្រកាសនោះទេចំណុចទី12ការស្ងៀមស្ងាត់ជាអាវុធមានមនុស្សណាម្នាក់ប្រែជាត្រជាក់ស្រេបនិងស្ងៀមស្ងាត់បន្ទាប់ពីការខ្វែងគំនិតគ្នាជំនួសឲ្យការនិយាយដោះស្រាយការប្រើភាពស្ងៀមស្ងាត់តាមរបៀបនេះមិនមែនមកពីត្រូវការលំហផ្ទាល់ខ្លួនទំនេរនោះទេវាជាការដាក់ទោសដែលបំណងធ្វើឲ្យអ្នកមានអារម្មណ៍ព្រួយបារម្ភរហូតដល់ព្រមចុះចាញ់មុននេះប្រាប់អ្នកថាមនុស្សម្នាក់នេះកំពុងប្រើប្រាស់ភាពមិនស្រួលចិត្តរបស់អ្នកជាឧបករណ៍ជំនួសឲ្យការដោះស្រាយបញ្ហាពិតប្រាកដបើអ្នកព្រមចុះចាញ់គ្រប់ពេលអ្នកកំពុងបង្រៀនគេថាភាពស្ងាត់ស្ងៀមដែលគេធ្វើនោះជួយឲ្យគេទទួលបានអ្វីដែលគេចង់បានចូលប្រាប់ចំតែម្ដងប្រាប់គេថាភាពស្ងៀមស្ងាត់នឹងមិនអាចប្រើជាយុទ្ធសាស្ត្រជាមួយនឹងយើងបានឡើយចំណុចទី13អន្ទាក់នៃការប្រៀបធៀបមាននរណាម្នាក់លើកឡើងពីកំហុសរបស់មនុស្សម្នាក់ទៀតភ្លាមបន្ទាប់ពីអ្នកចង្អុលបង្ហាញពីអ្វីដែលគេធ្វើគេនិយាយថាយ៉ាងហោចណាស់ក៏ខ្ញុំមិនបានធ្វើដូចអ្វីដែលគេធ្វើដែរមិនមែនជាការការពារខ្លួនទេវាជាការទាញអារម្មណ៍ចេញពីបញ្ហាពិតប្រាកដនេះបង្ហាញថាមនុស្សម្នាក់នេះមិនអាចទទួលស្គាល់ថាខ្លួនខុសបានឡើយដូច្នេះគេក៏បង្វែរការយកចិត្តទុកដាក់ទៅលើកំហុសរបស់អ្នកដទៃវិញបើអ្នកបណ្ដោយឲ្យវិធីនេះស័ក្តិសិទ្ធិរាល់ការជជែកអំពីកាយវិការរបស់គេនឹងคล้ายជាការជជែកគ្នាអំពីមនុស្សផ្សេងទៀតដូចតែគ្នាចូលបង្វែរប្រធានបទមកកាន់ទង្វើរបស់គេវិញគ្រប់ពេលដែលគេព្យាយាមបង្វែរដានចំណុចទី14ការការពារសម្ងាត់ហួសហេតុមនុស្សនរណាម្នាក់ប្រែជាការពារខ្លួនយ៉ាងលឿននៅពេលដែលអ្នកសួរសំណួរធម្មតាអំពីទូរស័ព្ទអំពីអ្វីមួយថ្ងៃកំណើតរបស់គេឬក៏កន្លែងដែលគេបានទៅការកែប្រែជាការពារខ្លួនភ្លាមចំពោះសំណួរធម្មតាភាគច្រើនមានន័យថាសំណួរនោះបានប៉ះចំចំណុចសំខាន់ជាងអ្វីដែលអ្នកគិតនេះប្រាប់អ្នកថាមនុស្សម្នាក់នេះកំពុងការពារអ្វីមួយដែលគេមិនចង់ឲ្យអ្នកឃើញមិនចង់ឲ្យអ្នកដឹងមិនមែនគ្រាន់តែការពារភាពឯកជនរបស់គេនោះទេបើអ្នករំលងទំហំនៃការប្រតិកម្មនេះអ្នកនឹងបាត់បង់ព័ត៌មានដែលជាចម្លើយដ៏ស្ងប់ស្ងាត់អាចផ្ដល់ឲ្យអ្នកដោយសេរីចូលយកចិត្តទុកដាក់លើទំហំនៃប្រតិកម្មថាធំកម្រិតណាប្រៀបធៀបនឹងសំណួរដ៏តូចនោះដូច្នេះការលាក់បាំងនេះអាចឲ្យយើងមើលឃើញថាអ្វីដែលគេធ្វើនោះកំពុងតែពិតភ័យឬក៏ស្ថិតនៅក្នុងស្ថានភាពណាមួយចំណុចទី15ការទម្លាក់ក្តីស្រឡាញ់យ៉ាងគំហុកមនុស្សថ្មីនៅក្នុងជីវិតរបស់អ្នកប្រែជាលឿនរហ័សយ៉ាងខុសប្លែកផ្ញើសារឥតឈប់ឈរប្រកាសក្តីស្រឡាញ់ធំដុំចង់បានពេលវេលារបស់អ្នកទាំងអស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានយប់ថ្ងៃបន្ទាប់ពីបានជួបគ្នាល្បឿនដ៏ខ្លាំងក្លានៅក្នុងដំណាក់កាលដំបូងនៃការឆាបឈួរនេះត្រូវបានរចនាឡើងដើម្បីរំលងផ្នែកសតិអារម្មណ៍ដែលអ្នកត្រូវកត់សម្គាល់សញ្ញាព្រមាននេះបង្ហាញថាមនុស្សម្នាក់នេះចង់គ្រប់គ្រងល្បឿននៃទំនាក់ទំនងមុនពេលដែលអ្នកមានពេលមើលឃើញថាតើគេជាមនុស្សបែបណាពិតប្រាកដបើអ្នកបណ្ដោយឲ្យខ្លួនឯងធ្លាក់ចូលក្នុងរឿងនេះអ្នកនឹងឃើញថាខ្លួនឯងជំពាក់ចិត្តមុនពេលអ្នកស្គាល់មនុស្សម្នាក់នោះពិតប្រាកដចូលបន្ថយល្បឿនដោយខ្លួនឯងបើអ្នកផ្សេងទៀតមិនព្រមឲ្យធ្វើបែបនោះសម្រាប់អ្នកនេះមានន័យថាយើងចំណាយពេលពិចារណាមើលចិត្តមួយថ្លើមតាមទម្រង់ដែលយើងលើកឡើងនេះចំណុចទី16ការចងចាំជ្រើសរើសនរណាម្នាក់ដែលចងចាំរាល់សន្យាទាំងអស់ដែលអ្នកបានធ្វើចំពោះគេប៉ុន្តែបើជាភ្លេចរាល់សន្យាដែលគេបានធ្វើចំពោះអ្នកនេះមិនមែនជាការចៃដន្យទេការចងចាំតែងតែតម្រង់ទៅរកអ្វីដែលការពាររូបភាពរបស់ខ្លួនឯងនេះបង្ហាញថាមនុស្សម្នាក់នេះក៏ត្រាបន្ទុកតាមរបៀបដែលចំណេញដល់គេជានិច្ចហ
ហើយមិនដែលទទួលខុសត្រូវឡើយបើអ្នកគេថាឲ្យគេសន្យាបើនេះបណ្ដោយឲ្យរឿងនេះកើតឡើងដោយមិនពិនិត្យអ្នកនឹងជំពាក់ច្រើនជាងអ្វីដែលគេជំពាក់អ្នកពិតប្រាកដខណៈពេលដែលគេមិនមានពាក់ព័ន្ធជំពាក់អ្នកអ្វីសោះដំណោះស្រាយចូលកត់ត្រាទុកអ្វីដែលអ្នកចាំបាច់ត្រូវធ្វើកុំពឹងផ្អែកលើការចងចាំរបស់គេដើម្បីរក្សាភាពត្រឹមត្រូវស្មារតីគ្នាយុត្តិធម៌ចំណុចទី17សរសើរជាសាធារណៈហើយរិះគន់ជាឯកជនមាននរណាម្នាក់អួតអាងអំពីអ្នកទៅកាន់អ្នកដទៃក៏ប៉ុន្តែរិះគន់រាល់អ្វីទាំងអស់ដែលអ្នកធ្វើនៅពេលដែលមានតែអ្នកពីរនាក់ការសរសើរជាសាធារណៈមើលទៅល្អក្នុងកែវភ្នែកអ្នកក្រៅហើយការពាររូបភាពរបស់មនុស្សនោះក្នុងនាមជាមិត្តឬដៃគូដែលគ្រប់គ្រងនេះបង្ហាញថាតំណែងនេះគឺការសម្ដែងសម្រាប់អ្នកដទៃមួយភាគមិនមែនជាអ្វីដែលកសាងឡើងលើរបៀបដែលគេប្រព្រឹត្តចំពោះអ្នកពិតប្រាកដនោះទេបើអ្នកមើលរំលងគម្លាតនេះអ្នកនឹងបន្តអត់ទោសឲ្យអំពើអាក្រក់ជាឯកជននៅពេលដែលគេនិយាយជាមួយយើងជារៀងរហូតព្រោះតែអ្នកផ្សេងទៀតនិយាយថាគេល្អចំពោះអ្នកប៉ុណ្ណាមានន័យថាគេនិយាយល្អចំពោះអ្នកដទៃជាច្រើនហើយវាបណ្ដាលឲ្យពាក្យល្អដែលគេនិយាយមួយអ្នកដទៃហ្នឹងតែជាយើងយល់ឃើញថាល្អនៅពេលដែលគេនិយាយតែជាមួយយើងអាក្រក់អ្វីក៏ដោយក៏យើងយល់ឃើញថាល្អព្រោះគេបានបង្កើតនៅអតិពលមួយទៅដល់អ្នកខាងក្រៅជាច្រើនឲ្យជន់ជោមកលើគំនិតរបស់យើងដំណោះស្រាយចូលជាលើកំណែតម្រង់របស់គេដែលបង្ហាញឡើងនៅពេលដែលគ្មានអ្នកណាស្ដាប់គេនិយាយបើយើងនៅតែពីរនាក់ជាមួយមនុស្សប្រភេទនេះហើយយើងក៏សង្កល់ឃើញពីខុសគ្នាយើងអាចដឹងនិងសន្និដ្ឋានបានទុកជាមុនចំណុចទី18ការយល់ព្រមយ៉ាងប្រញាប់ប្រញាល់មាននរណាម្នាក់យល់ព្រមចំពោះអ្វីភ្លាមលឿនជាងសំណើដែលគេគួរទទួលបានដោយគ្មានការរង្គោះចិត្តអល់ឯកតទៅសោះឬសួរអ្វីវិញតទៅសោះការយល់ព្រមដោយគ្មានការគិតនៅពីក្រោយភាគច្រើនជាការយល់ព្រមដើម្បីបញ្ចប់ការជជែកគ្នាមិនមែនជាការបដិញ្ញាចិត្តពិតប្រាកដនៅក្នុងការនិយាយព្រមនោះទេនេះប្រាប់អ្នកថាមនុស្សម្នាក់នេះកំពុងគេចវេះពីចំនួននៅគណៈពេលនោះឯងហើយអ្នកគួរតែរំពឹងថាការបដិញ្ញាចិត្តនោះនឹងបែកបាក់នៅពេលក្រោយបើអ្នកទទួលយកការយល់ព្រមយ៉ាងលឿនរហូតអ្នកនឹងបន្តខកចិត្តដោយសារសន្យាដែលធ្វើឡើងគ្រាន់តែដើម្បីឲ្យអ្នកឈប់និយាយចូលសួរសំណួរបន្តមុនពេលដែលអ្នកទទួលយកការយល់ព្រមដែលបានមកងាយស្រួលពេកនោះចំណុចទី19ការធ្វើជាជនរងគ្រោះគ្រប់សាច់រឿងមាននរណាម្នាក់ប្រាប់អ្នកអំពីចំនួនក្នុងជីវិតរបស់គេហើយមិនដឹងយ៉ាងម៉េចទេគេតែងតែជាអ្នកដែលរងគ្រោះជានិច្ចមិនដែលខុសឡើយគ្មាននរណាម្នាក់ជាជនរងគ្រោះ 100% ទេនៅក្នុងចំនួនរបស់ពួកគេនោះទំនាក់ទំនងមិនដំណើរការបែបនោះឡើយនេះបង្ហាញថាមនុស្សម្នាក់នេះមិនអាចមើលឃើញទូរទស្សន៍ពិតប្រាកដរបស់ខ្លួននៅក្នុងបញ្ហាឡើយដូច្នេះគេក៏កែប្រែរាល់រឿងរ៉ាវទាំងអស់ដើម្បីការពាររូបភាពរបស់គេបើអ្នកជឿរាល់រឿងរ៉ាវទាំងអស់ដែលមិនសួរដេញដោលអ្នកនឹងឈរនៅខាងគេប្រឆាំងនឹងមនុស្សដែលមានហេតុផលត្រឹមត្រូវទៅវិញចូលសួរថាតើមនុស្សម្នាក់ទៀតនៅក្នុងរឿងនោះនឹងនិយាយរឿងអ្វីកើតឡើងខ្លះតើគេធ្វើជាតួរងគ្រោះដែរឬទេដោយដែលម្នាក់នោះនិយាយរងគ្រោះ 100% ដែរឬទេចំណុចទី20ការបរាជ័យក្នុងការតេស្តសាកល្បងពេលវេលាមានមនុស្សមួយចំនួននិយាយថាគេនឹងទូរស័ព្ទមកញ៉ាំសារមកឬក៏មកជួបហើយវាមិនដែលកើតឡើងទាល់តែសោះម្ដងហើយម្ដងទៀតតែងតែមានលេសជានិច្ចការខកខានបញ្ញាចិត្តជារឿងធម្មតានៅក្នុងជីវិតប៉ុន្តែទម្លាប់នៃការខកខានបញ្ញាចិត្តគឺជាសារអតិភិបរបស់អ្នកនៅក្នុងជីវិតរបស់គេយើងមិនសំខាន់ដូចគេទេដូចអ្នកដទៃទេនេះបង្ហាញថាអ្នកបង្ហាញអ្នកឆ្ងាញ់ច្បាស់ថាអ្នកស្ថិតនៅលំដាប់ណាដោយមិនខ្វល់ថាគេនិយាយអ្វីប្រាប់អ្នកនោះទេបើអ្នកនៅទទួលយកលេសទាំងនោះ
អ្នកកំពុងបង្រៀនគេថាសម្ដីរបស់គេមិនចាំបាច់មានន័យអ្វីចំពោះអ្នកឡើយស្ដាប់ចូលឆ្វេងចេញស្ដាំគឺអត់បញ្ហាសម្រាប់គេនោះទេចូលវាតម្លៃតំណែងតាមរយៈទម្លាប់មិនមែនតាមរយៈការបកស្រាយចំពោះការខកខានចុងក្រោយនោះទេចំណុចទី21ការសរសើរដែលលាក់គំនួចមនុស្សមួយចំនួននិយាយអ្វីដូចជាឧទាហរណ៍ថាអ្នកមើលទៅសាតាខ្ញុំភ្ញាក់ផ្អើលណាឬនោះពិតជាឆ្លាតមែនតែនអ្នកការសរសើរដែលមានការដុតកម្លោចទៅខាងក្នុងមិនមែនជាការសរសើរទេវាជាការរិះគន់ដែលរុំកញ្ចប់យ៉ាងស្អាតនេះបង្ហាញថាមនុស្សម្នាក់នេះមានអារម្មណ៍អវិជ្ជមានពិតប្រាកដចំពោះអ្នកដែលគេមិនស្រួលចិត្តក្នុងការនិយាយចំបើអ្នកសើចរំលងវារហូតការចាក់ដោតនឹងបន្តមកទៀតព្រោះគេដឹងថាអ្នកនឹងមិនតបតឡើយចូលចង្អុលបង្ហាញពីការចាក់ដោតនោះឲ្យចំកុំបណ្ដោយឲ្យផ្នែកនៃការសរសើរបង្វែរអារម្មណ៍ពិតប្រាកដចេញពីវាឡើយចំណុចទី22ការបញ្ហាបន្ទាន់ដែលតែងតែកើតមានមនុស្សមួយចំនួនតែងតែមានវិបត្តិភ្លាមនៅពេលដែលដល់វេនដែលអ្នកត្រូវបង្ហាញខ្លួនឲ្យគេឃើញឬនៅពេលដែលគេមិនចង់ធ្វើអ្វីមួយការមានវិបត្តិដែលកើតឡើងត្រូវពេលជានិច្ចនេះគឺជាទម្លាប់មិនមែនជាសំណាងអាក្រក់ឡើយនេះបង្ហាញថាមនុស្សម្នាក់នេះកំពុងប្រើប្រាស់វិបត្តិជាឧបករណ៍ដើម្បីទទួលបានក្តីអាណិតគេចចេញពីការបដិញ្ញាចិត្តឬទាញការយកចិត្តទុកដាក់របស់អ្នកមកលើគេវិញបានអ្នកជឿរាល់រឿងរ៉ាវទាំងអស់ដោយមិនសួរដេញដោលអ្នកនឹងចំណាយកម្លាំងរបស់អ្នកក្នុងការគ្រប់គ្រងភាពវឹកវររបស់គេជំនួសឲ្យជីវិតផ្ទាល់ខ្លួនរបស់អ្នកចូលកត់សម្គាល់ពេលវេលានៃវិបត្តិមុនពេលអ្នកសម្រេចចិត្តថាត្រូវឆ្លើយតបយ៉ាងណាចំណុចទី23មនុស្សដែលមិនដែលពោលពាក្យសំទោសមុននៅក្នុងរាល់ការខ្វែងគំនិតគ្នាមានមនុស្សមួយចំនួនរងចាំអ្នកដោយបដិសេធមិនព្រមធ្វើជាអ្នកសំទោសនោះទេធ្វើក្រោយគេជានិច្ចមិនថាមិនត្រូវគ្នាយូរប៉ុន្មានក៏ដោយនេះមិនមែនស្ថិតនៅលើការត្រឹមត្រូវនោះទេវាគឺជាការស្ថិតនៅក្នុងការគ្រប់គ្រងអ្នកអំពីតម្រូវការចង់ឈ្នះការប្រជុំប្រជែងនេះបង្ហាញថាមនុស្សម្នាក់នេះឲ្យតម្លៃលើការមើលទៅត្រឹមត្រូវច្រើនជាងការកសាងទំនាក់ទំនងរវាងអ្នកនិងគេឲ្យល្អឡើងវិញបើអ្នកនៅតែជាអ្នកចោះចាញ់មុនរហូតអ្នកកំពុងបង្រៀនគេថាគេមិនដែលចាំបាច់ត្រូវសម្រុះសម្រួលជាមួយអ្នកឡើយចូលក៏សង្កត់ថានរណាជាអ្នកសំទោសមុនតាមពេលវេលាកន្លងមកទម្លាប់នោះនឹងប្រាប់អ្នកថានរណាជាអ្នកឲ្យតម្លៃលើទំនាក់ទំនងពិតប្រាកដចំណុចទី24បុគ្គលិកលក្ខណៈពីមុខតាមអនឡាញនោះមួយចំនួនថតរូបភាពជីវិតខុសគ្នាស្រឡះនៅលើអនឡាញបើប្រៀបធៀបទៅនឹងអ្វីដែលអ្នកបានឃើញផ្ទាល់ភ្នែកជីវិតដែលបានរៀបចំនៅលើអនឡាញជារឿងធម្មតាប៉ុន្តែជីវិតដែលផ្ទុយស្រឡះពីជីវិតពិតគឺជាសញ្ញាព្រមានមិនមែនជាវីដេអូសង្ខេបឡើយនេះបង្ហាញថាមនុស្សម្នាក់នេះកំពុងកសាងរូបភាពសម្រាប់ជនប្លែកមុខដែលមិនត្រូវគ្នានឹងការពិតដែលគេបង្ហាញដល់មនុស្សដែលជិតស្និទ្ធបំផុតនោះទេបើអ្នកវាតម្លៃគេតាមរយៈការផុសតាមអនឡាញអ្នកនឹងជឿរឿងរ៉ាវដែលគេគ្មានទំនាក់ទំនងទាល់តែសោះជាមួយការពិតចូលជឿជាក់លើអ្វីដែលអ្នកបានឃើញផ្ទាល់ភ្នែកច្រើនជាងអ្វីដែលគេរើសយកមកផុសចំណុចទី25ការបដិសេធទោះបីជាមានការទន្លេផុសតាងយ៉ាងណាក៏ដោយមនុស្សមួយចំនួនបដិសេធដាច់ណាត់ទោះបីជាអ្នកបង្ហាញផុសតាងជាហូរហែច្បាស់លាស់ដូចជាអក្សរដែលគេសរសេររូបថតអេក្រង់ឬសម្ដីផ្ទាល់មាត់ក៏ដោយការបដិសេធអ្វីដែលมันអាចបដិសេធបានមិនមែនជាការភ័ន្តច្រឡំទេវាជាការតេស្តមើលថាតើអ្នកនឹងដកថយដែរឬទេទោះបីជាអ្នកត្រឹមត្រូវក៏ដោយនេះបង្ហាញថាមនុស្សម្នាក់នេះជឿថាការនិយាយដោះសារគេអាចគេចផុតពីអ្វីៗទាំងអស់ហើយថាក្តីទុកចិត្តលើខ្លួនឯងរបស់អ្នកឲ្យខ្សោយជាងទំនុកចិត្តរបស់គេបើអ្នកបណ្ដោយឲ្យរឿងនេះកើតឡើងម្ដងគេនឹងប្រើការបដិសេធលើអ្នកសម្រាប់ទំនាក់ទំនងដែលនៅសល់ដំណោះស្រាយចូលរក្សាចំហរបស់អ្នកផ
ផុសតាងមិនត្រូវការអនុញ្ញាតពីគេដើម្បីខ្លាយជាការពិតនោះទេយើងត្រូវបង្ហាញផុសតាងទៅកាន់មនុស្សដទៃទៀតឲ្យបានច្រើនចំណុចទី26មនុស្សដែលផ្ញើសារតែពេលដែលធុញមានមនុស្សមួយចំនួនតាក់ទងមកតែពេលដែលគេគ្មានអ្វីត្រូវធ្វើហើយប្រែជាស្ងាត់ជ្រាបនៅគណៈពេលដែលមានអ្វីដែលល្អជាងនេះចូលមកកាន់ជីវិតគេនេះប្រាប់អ្នកយ៉ាងច្បាស់ថាអ្នកស្ថិតនៅកន្លែងណានៅលើបញ្ជីអតិភិបរបស់គេយើងជាអ្នកមុនឬក៏ជាអ្នកក្រោយលេខរៀងទីប៉ុន្មានហើយវាមិននៅចិត្តផ្នែកខាងលើឡើយការយកចិត្តទុកដាក់ដែលមានក្តីសុខមិនមែនជាការយកចិត្តទុកដាក់ពិតប្រាកដទេវាជាការផែនការបំរុងដែលគេជ្រកក្រោមស្លាកនៃមិត្តភាពបើអ្នកទទួលយករឿងនេះអ្នកនឹងចំណាយកម្លាំងរបស់អ្នកលើមនុស្សដែលចំណាយកម្លាំងរបស់គេត្រឹមតែជាជំរឿសចុងក្រោយប៉ុណ្ណោះចូលកត់សម្គាល់ថានរណាជាអ្នកតាក់ទងមកនៅពេលដែលជីវិតរបស់គេមានភាពរំភើបផងដែរមិនមែនត្រឹមតែពេលដែលវាវេទនានោះទេចំណុច27ការធ្វើជាភ្ញាក់ផ្អើលคล้ายคล้ายមនុស្សមួយចំនួនធ្វើដូចជាភ្ញាក់ផ្អើលចំពោះព័ត៌មានដែលមើលត្រឡប់ទៅវិញគេបានដឹងរួចជាស្រេចទៅហើយការធ្វើជាភ្ញាក់ផ្អើលហួសហេតុការលន់មាត់ដែលយឺតបន្តិចឬក៏លឿនបន្តិចភាគច្រើនមានន័យថាប្រតិកម្មនោះត្រូវបានហាត់សមទុកជាមុននេះបង្ហាញថាមនុស្សម្នាក់នេះបានលាក់បាំងព័ត៌មានពីអ្នកហើយទៅប្រាប់ឲ្យបានហើយត្រូវចាប់ឲ្យបានដោយសារតែពេលវេលារបស់គេបានទម្លាយវាបើអ្នកមើលរំលងរឿងនេះអ្នកនឹងបន្តជឿថានរណាម្នាក់មិនដឹងសោះអំពីអ្វីដែលគេបានដឹងពេញមួយពេលចូលជឿលើអារម្មណ៍ខាងក្នុងរបស់អ្នកនៅពេលដែលប្រតិកម្មមានអារម្មណ៍ថាខុសបន្តិចគម្លាតនោះភាគច្រើនជាការទម្លាយឲ្យដឹងនៅការលាក់បាំងពីខាងក្រៅខ្នងរបស់គេ28មនុស្សដែលនិយាយកាត់ចង្វាក់ជានិច្ចមនុស្សមួយចំនួននិយាយកាត់ចង្វាក់របស់អ្នកនៅពាក់កណ្ដាលប្រយោគគ្រប់ពេលដើម្បីលោតចូលជាមួយនឹងគំនិតរបស់គេការកាត់ចង្វាក់បែបនេះមិនមែនជាភាពរំភើបសប្បាយចិត្តនោះទេវាជាសញ្ញាបង្ហាញថាគេឲ្យតម្លៃលើសម្លេងរបស់គេច្រើនជាងការស្ដាប់សម្លេងរបស់អ្នកនេះបង្ហាញអ្នកថាអ្នកស្ថិតនៅលំដាប់ណានៅក្នុងការសន្ទនាដែលនៅពីក្រោយអ្វីដែលគេចង់និយាយបន្ទាប់បើអ្នកបណ្ដោយឲ្យរឿងនេះកើតឡើងអ្នកនឹងបន្តបង្រួមគំនិតខ្លួនឯងដើម្បីឲ្យត្រូវជំវិញមនុស្សដែលមិនដែលស្ដាប់ពិតប្រាកដនោះទេចូលនិយាយបញ្ចប់ប្រយោគរបស់អ្នកទោះជាយ៉ាងណាក៏ដោយស្ងប់ស្ងាត់ដោយមកចត់ទោះបីជាគេនិយាយកាត់អ្នកក៏ដោយចំណុចទី29មនុស្សដែលត្រូវការទស្សនិកជនទើបធ្វើល្អឬក៏មនុស្សដែលត្រូវការគេមើលទើបខ្លួនធ្វើល្អមានមនុស្សមួយចំនួនប្រព្រឹត្តចំពោះអ្នកល្អជាងមុនយ៉ាងច្បាស់នៅគណៈពេលដែលមនុស្សផ្សេងទៀតដើរចូលមកក្នុងបន្ទប់ទឹកចិត្តល្អដែលបង្ហាញឡើងតែពេលមានសាក្សីមិនមែនជាទឹកចិត្តល្អទេវាជាការសម្ដែងសម្រាប់គេឈ្មោះនេះប្រាប់អ្នកថាតំណែងតំណងនេះគឺមួយភាគអំពីរបៀបដែលគេមើលទៅក្នុងភ្នែកអ្នកដទៃមិនមែនអំពីអារម្មណ៍ពិតប្រាកដដែលគេមានចំពោះអ្នកឡើយបើអ្នកមើលរំលងចំណុចនេះអ្នកនឹងបន្តច្រឡំការសម្ដែងជាមួយនឹងក្តីស្រឡាញ់ពិតប្រាកដចូលយកចិត្តទុកដាក់លើកំណែរបស់គេដែលមាននៅពេលដែលគ្មាននរណាម្នាក់កំពុងមើលចំណុចទី30ការខ្លាយជាអ្នកជំនាញភ្លាមមនុស្សមួយចំនួនអាងថាមានចំណេះដឹងជ្រៅជ្រះអំពីប្រធានបទមួយនៅពេលដែលវាខ្លាយជាការពាក់ព័ន្ធដើម្បីឲ្យអ្នកចាប់អារម្មណ៍ឬឈ្នះការដេញដោលជំនាញពិតប្រាកដបង្ហាញឡើងជាប្រចាំមុនពេលវាមានរឿងកើតឡើងមិនមែនត្រឹមតែពេលដែលមានអ្វីមួយដែលត្រូវប្រមូលផលពីការអះអាងនោះទេនេះបង្ហាញថាមនុស្សម្នាក់នេះសុខចិត្តពង្រីកការពិតពីខ្លួនឯងដើម្បីមើលទៅអស្ចារ្យជាងមុននៅក្នុងកែវភ្នែករបស់អ្នកបើអ្នកជឿរាល់ការអះអាងបែបនេះអ្នកនឹងទុកចិត្តលើការណែនាំ
ពីមនុស្សដែលកំពុងតែបង្កើតវាឡើងនៅពេលដែលគេដើរចេញចូលសួរសំណួរបន្តដែលអ្នកជំនាញពិតប្រាកដអាចឆ្លើយបានយ៉ាងងាយស្រួលមើលទៅថាមានអ្វីកើតឡើងបើសិនជាគេគ្រាន់តែធ្វើដើម្បីចេះភ្លាមទេគេនឹងចាល់នៅចំណុចណាមួយភ្លាមនោះចំណុចទី31អ្នកពូកែទម្លាក់កំហុសមានអ្វីមួយខុសប្រក្រតីហើយមិនដឹងយ៉ាងម៉េចមិនថាយ៉ាងណាក៏ដោយវាតែងតែចប់ដោយខ្លាចជាកំហុសរបស់អ្នកផ្សេងជានិច្ចមនុស្សដែលមិនដែលខុសនៅក្នុងរឿងរ៉ាវណាមួយមិនមែនជាមនុស្សមានសំណាងទេគេជាមនុស្សដែលគ្មានភាពស្មោះត្រង់ជាមួយខ្លួនឯងនិងជាមួយអ្នកនេះបង្ហាញពីការអសមត្ថភាពក្នុងការទទួលខុសត្រូវពិតប្រាកដដែលមានន័យថាបញ្ហាជាមួយមនុស្សម្នាក់នេះនឹងមិនដែលត្រូវបានដោះស្រាយពិតប្រាកដឡើយបើអ្នកនៅតែទទួលយកដដែលអ្នកនឹងចំណាយពេលច្រើនឆ្នាំដោះស្រាយអ្វីដែលមិនដែលជាកំហុសរបស់អ្នកពិតប្រាកដសោះចូលសួរចំថាតើតួនាទីរបស់គេនៅក្នុងរឿងនោះជាអ្វីហើយមើលថាគេខំប្រឹងប្រែងខ្លាំងប៉ុណ្ណាដើម្បីគេចវេះពីការឆ្លើយចំណុចទី32មនុស្សដែលមិនដែលចងចាំអ្វីដែលចំណេញមនុស្សណាម្នាក់ភ្លេចការសន្ទនាជជែកគ្នាជាក់លាក់ដែលគេបានយល់ព្រមចំពោះអ្វីមួយយ៉ាងមានក្តីសុខប៉ុន្តែបែរជាចងចាំព័ត៌មានលម្អិតតូចពីច្រើនឆ្នាំមុនបានដោយគ្មានបញ្ហាការចងចាំជ្រើសរើសដែលតែងតែចំណេញដល់ខាងគេគឺជាចិត្តសាស្ត្រមិនថាក្នុងចិត្តគេដឹងខ្លួនឬអត់នោះទេនេះបង្ហាញថាមនុស្សម្នាក់នេះនឹងកែប្រែការពិតអំពីអតីតកាលគ្រប់ពេលដែលវាផ្ដល់ផលប្រយោជន៍ដល់គេនៅពេលបច្ចុប្បន្នអ្នកបណ្ដោយឲ្យរឿងនេះកើតឡើងដោយគ្មានការតបតអ្នកនឹងបន្តចាញ់ការដេញដោលអំពីអ្វីដែលអ្នកដឹងថាបានកើតឡើងពិតប្រាកដចូលរក្សាវត្ថុតាំងទុកសារជាអក្សរឬការបរិច្ឆេទដើម្បីដោះស្រាយការខ្វែងគំនិតនៃការចងចាំតែមួយមុខមិនអាចរងាប់ចិត្តរបស់ពួកគេបានទេចំណុច43ការច្រណែនដែលលាក់ក្រោមរូបភាពនៃការគ្រប់គ្រងមនុស្សមួយចំនួនអបអរសាទរជ័យជំនះរបស់អ្នកណាស់ប៉ុន្តែសំឡេងរបស់គេស្មើធៀបឬក៏ពាក្យសរសើរនោះបញ្ចប់ដោយការចាក់ដោតបន្តិចបន្តួចការគ្រប់គ្រងពិតប្រាកដស្ដាប់ទៅមានភាពរំភើបដោយមិនចាំបាច់មានសញ្ញាផ្លែផ្កាភ្ជាប់ជាមួយនោះឡើយនេះបង្ហាញថាមនុស្សម្នាក់នេះមានអារម្មណ៍ថាមានការគំរាមកំហែងដោយសារតែការរីកចម្រើនរបស់អ្នកកាន់តែលូតខ្ពស់គេកាន់តែមានអារម្មណ៍ច្រណែនឬក៏ភ័យខ្លាចជំនួសឲ្យមានសេចក្តីសុខពិតប្រាកដសម្រាប់អ្នកបើអ្នកមើលរំលងរឿងនេះអ្នកនឹងបន្តចែករំលែកដំណឹងល្អជាមួយមនុស្សដែលចង់ឲ្យអ្នកមានណាចូលកត់សម្គាល់សំឡេងមិនមែនត្រឹមតែពាក្យពេចន៍នោះសំឡេងទម្លាយអ្វីដែលពាក្យពេចន៍កំពុងលាក់បាំងត្រង់នេះដូចជារៀងច្រឡំគ្នាបន្តិចតែទៅសិនណាបងប្អូនពិចារណាបន្ថែមទៅមនុស្សចំណុចទី34មនុស្សដែលសំទោសតែពេលដែលត្រូវចាប់បានមានមនុស្សមួយចំនួនមិនដែលលើកឡើងពីកំហុសផ្ទាល់ខ្លួនឡើយលុះត្រាតែអ្នកចាប់គេបានមុនហើយមិនដែលស្ម័គ្រចិត្តប្រាប់ការពិតដោយខ្លួនឯងឡើយការសុំទោសដែលបង្ហាញឡើងតែបន្ទាប់ពីត្រូវបានចាប់កំហុសមិនមែនជាការស្ដាយក្រោយទេវាជាការគ្រប់គ្រងការខូចខាតនេះប្រាប់អ្នកថាមនុស្សម្នាក់នេះនឹងរក្សាការពិតចេញអំពីអ្នករហូតបើគេគិតថាគេអាចគេចផុតពីវាបានបើអ្នកទទួលយកទម្លាប់នេះអ្នកកំពុងបង្រៀនគេថាការស្មោះត្រង់គឺជាជំរឿដរាបណាគេមិនត្រូវបានចាប់កំហុសចូលសួរខ្លួនឯងថាតើគេនឹងប្រាប់អ្នកដែរឬទេបើគ្មានផុសតាងនៅចំពោះមុខគេនោះចំណុចទី35សំណួរតេស្តសាកល្បងមនុស្សមួយចំនួនសួរសំណួរអ្នកដែលគេបានដឹងចម្លើយរួចស្រេចទៅហើយគ្រាន់តែចង់មើលថាតើអ្នកនឹងនិយាយការពិតដែរឬទេបើអ្នកចាប់បានអាណាម្នាក់ធ្វើបែបនេះគេកំពុងតេស្តមើលភាពស្មោះត្រង់របស់អ្នកដែលមានន័យថាគេបានសង្ស័យអ្វីមួយរួចទៅហើយទៅលើរូបអ្នកនេះបង្ហាញពីការបែកបាក់នៃទំនុកចិត្ត
ដែលបានចាប់ផ្ដើមយូរមកហើយមុនពេលខណៈដែលរឿងជាក់លាក់នេះកើតឡើងបើអ្នកមើលរំលងរឿងនេះអ្នកនឹងបាត់បង់សញ្ញាច្បាស់លាស់ថាតើទំនាក់ទំនងមានបញ្ហាទំនុកចិត្តដែលត្រូវដោះស្រាយដោយផ្ទាល់ដែរឬទេចូលសួរគេត្រង់ថាហេតុអ្វីបានជាគេចាំបាច់ត្រូវសាកល្បងសួរអ្នកជំនួសឲ្យការសួរត្រង់យើងមកដល់ទីបញ្ចប់នៃ35ចំណុចហើយនៃចិត្តសាស្ត្រដើម្បីនិយាយឲ្យខ្លីគិតពីការបោកប្រាស់របស់អ្នកដទៃអញ្ចឹងសង្ឃឹមថាវាជាផ្នែកមួយនៃការផ្ដល់ជាការពិចារណាទៅឲ្យបងប្អូនយកទៅស្វែងយល់បន្ថែមដោយដែលបាននិយាយអញ្ចឹងវាជាការស្វែងយល់ជាកន្លឹះគំនិតនោះទេវាមិនមែនពិតប្រាកដ 100% នោះទេបើនិយាយខ្លីទៅនេះគឺដូចជាបើយើងនិយាយថាឧបករណ៍ណាបើយើងរាវមីនវិញគឺជាឧបករណ៍ដែលយើងសម្រាប់រាវមីនរឿងថាមានមីននៅខាងក្រោមឬអត់គឺយើងអត់ដឹងទេរឿងបុគ្គលណាម្នាក់មានចរិតអញ្ចឹងទៅយ៉ាងម៉េចពិតប្រាកដគឺយើងមិនអាចវិនិច្ឆ័យ 100% ទេប៉ុន្តែយើងដឹងនៅចំណុច35នេះគឺវាប្រសើរជាងការខកចិត្តនៅពេលដែលអ្វីមួយគេធ្វើបាបមកលើយើងរួចទៅហើយដូច្នេះយើងសូមបញ្ចប់ប៉ុណ្ណឹងយើងជួបគ្នានៅពេលក្រោយកុំភ្លេចជួយ like ជួយ subscribe ឲ្យបានច្រើនផងអរគុណច្រើននិងជួយ share ឲ្យបានបងប្អូនដទៃទៀតដែលគាត់កំពុងជួបបញ្ហាទាំងអស់នេះ